នំអន្សមស្នាដៃរបស់អ្នកម្ដាយឆ្ងាញ់ជាងគេនៅលើโลกនេះរបៀបដែលនាងខ្ញុំធ្វើនឹងកាត់តខ្លីៗឯងបងប្អូនយើងជាដំបូងយើងកាត់ស្លឹកចេកមកហើយយើងយកទៅហាលឲ្យវាសពតសិនណាបងប្អូនហើយបន្ទាប់មកក៏ត្រាំអង្ករទុកចោលពេលរីកហើយបងប្អូនយកមកលាងពីដោយទឹកទៅលាងម្ដងទៀតឲ្យស្អាតមកបានយើងចាប់ផ្ដើមធ្វើចឹងណាហើយបន្ទាប់មកគឺយើងដាំខ្ទិះដូងហ្នឹងគឺយើងពូតឲ្យស្អាតហើយពេលខ្ទិះដូងរាងខាស់តិចគឺយើងចាក់អង្ករដែលយើងត្រាំដែលយើងលាងឲ្យបាញ់មិញណាបងប្អូនហើយយកមកកូរឲ្យវាខាស់ទឹកទៅចឹងអង្ករហ្នឹង1គីឡូហើយដូងខ្ញុំប្រើ1គីឡូដែរឲ្យមានខ្ទិះឆ្ងាញ់បើបងប្អូនចង់ដាក់1គីឡូកន្លះក៏បានដែរបងប្អូនព្រោះមានជាតិផ្អែមឆ្ងាញ់ហ្មងណាហើយចេកតាក់ទងនឹងចេកយើងរោចេកណាដែលទុំចូលបងប្អូនយកមកវិញសំគឺពេលចំហុយទៅគឺផ្អែមហ្មងសាច់អន្សមទាំងសាច់អន្សមទាំងចេកហ្នឹងគឺឆ្ងាញ់ហ្មងគឺវាចូលជាតិឆ្ងាញ់អ្នកម្ដាយគាត់វិចសម្រិតសម្រាំងណាកាលនៅតូចគាត់ឧស្សាហ៍វិចឲ្យកូនញ៉ាំដល់ពេលកូនមកលេងស្រុកកំណើតក៏នឹកឃើញថាឃ្លាននំអន្សមគាត់វិចឲ្យអូពិតជាល្អមែនហើយមើលស្នាដៃគាត់កូនគួយមើលគួយថតតាបងប្អូនហើយខ្ញុំចូលចិត្តញ៉ាំនំអន្សមតូចវិចតូចអញ្ចឹងឯងឆ្ងាញ់យើងញ៉ាំមួយអស់ទាំងម្ដងណាយកអត់ញ៉ាំសល់កូនឆ្នាំងនេះអាចដាក់បាន15នំចឹងយើងចាប់ផ្ដើមចំហុយទៅអង្គវាអត់មានលាយខ្សាយលាយអីហ៎បងប្អូនក៏តំណើបសុតចឹងយើងឆាប់ឆ្អិនទេហើយយើងបើកមើលទៅក្រោមនឹងឆ្អិនហើយបងប្អូនតែខាងលើវារៀងដោយសារតែយើងដាក់ច្រើនពេកទៅវារៀងស្លឹកខៀវចឹងគឺយើងរៀបចំដួសខាងក្រោមខាងលើយើងដាក់ម្ដងទៀតឥឡូវឆ្អិនរួចរាល់ហើយបងប្អូនបានញ៉ាំគួយបកនឹងទាំងក្តៅមែនតើហ្មងណាដែលយើងអត់អាចកាន់ដៃបានអញ្ចឹងណាក៏យើងទៅយកសមមកញ៉ាំព្រោះយើងចូលចិត្តញ៉ាំនំអន្សមក្តៅអ្នកខ្លះគេចូលចិត្តទុកឲ្យត្រជាក់សិនមកគេយកមកញ៉ាំប៉ុន្តែខ្ញុំអត់ទេខ្ញុំចូលចិត្តក្តៅហុយហ្មងហើយគាត់ធ្វើឆ្ងាញ់ហ្មងឆ្ងាញ់គឺចូលជាតិខ្ទិះនឹងសាច់អង្ករនឹងខ្ទិះដូងហើយនឹងខ្ញុំថាខ្ញុំពេញចិត្តស្នាដៃគាត់ហ្មងហើយទៅពេលគាត់ធ្វើគឺខ្ញុំញ៉ាំអស់មិនថាសម្លមិនថាជាអីជាផ្អែមឬក៏នំអន្សមនេះ